អូខេសួស្តីអ្នកគ្នាឥឡូវយើងមកមើលពីរបៀបនៃការប្រើប្រាស់DeepSeek ដែលជា AI មួយរបស់ចិនបាទកំពុងតែពេញនិយមបាទអូខេអញ្ចឹងយើងប្រើប្រាស់វាដើម្បីជំនួយដល់ការងាររបស់យើងបាទអញ្ចឹងដើម្បីប្រើវាអ្នកគ្នាបើកជ្រោមថ្មីមួយមកបាទបន្តមកទៀតអ្នកគ្នាធ្វើការសាញ Gmail របស់អ្នកគ្នាចូលឲ្យហើយមកបាទបន្តមកអ្នកគ្នាធ្វើការ search មកបាទអញ្ចឹងអ្នកគ្នាវាយពាក្យថា DeepSeekបាទបន្តទៀតអ្នកគ្នាធ្វើការចុច website នៅលើគេនេះមកបាទបន្ទាប់ពីចូលដល់ website DeepSeek ហើយអ្នកគ្នាអាចចុចពាក្យថា start now បាទរួចអ្នកគ្នាធ្វើការ click កន្លែង I agree នេះមួយមកបាទរួចអ្នកគ្នាចុចកន្លែង log with Gmail បាទអញ្ចឹងបន្តមកអ្នកគ្នាចុចចូល Gmail មកបាទរួចអ្នកគ្នាចុច continue មកបាទអញ្ចឹងយើងនឹងអាចប្រើប្រាស់DeepSeek បានហើយបាទអញ្ចឹងឥឡូវនេះយើងធ្វើការតម្លើងវាទៅលើ desktop បាទអញ្ចឹងយើងចុចត្រេក3នេះមកចុចពាក្យថា case save បាទរួចយើងអូសមកកាន់នេះ install page បាទបន្តមកអ្នកគ្នាធ្វើការសរសេរចំណងជើងចំណាំមកបាទ DeepSeek បាទបន្តមកយើងធ្វើការចុច install មកបាទអញ្ចឹងវានឹងចូលទៅកាន់ desktop ហើយបាទអូខេយើងចង់បើកប្រើយើងចុចមកបាទអញ្ចឹងយើងអាចប្រើ DeepSeek បានហើយនៅពេលនេះបាទអញ្ចឹង DeepSeek គឺជាកម្មវិធី AI ដ៏ពេញនិយមមួយដែលទើបតែចេញបាទហើយវាមានសមត្ថភាពលឿនក្នុងការ research បាទហើយក៏វាមានសមត្ថភាពក្នុងការជំនួយដល់យើងសម្រាប់យើងសរសេរ prompt អីបាទអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវយើងឲ្យវាជួយក្នុងការសរសេរអីមួយបាទសម្រាប់យើងធ្វើការជាមួយនឹង YouTube បាទអញ្ចឹងឥឡូវនេះខ្ញុំនឹងបង្កើត channel មួយបាទប៉ុន្តែខ្ញុំអត់ដឹងថាគួរដាក់ឈ្មោះ channel ហ្នឹងមិនទេបាទអញ្ចឹង channel ហ្នឹងតាក់ទងនឹងការបង្រៀនបាទអញ្ចឹងខ្ញុំសរសេរ prompt ប៉ុណ្ណឹងមកបាទបន្តមកទៀតខ្ញុំឲ្យវាផ្ដល់ចម្លើយយើងចុចកន្លែងនេះមកដើម្បីសួរវាបាទអញ្ចឹងឥឡូវនេះវាបានធ្វើការលេខជាឈ្មោះតាមលំដាប់លេខរៀងហើយបាទអញ្ចឹងអ្នកគ្នាមើលទៅបើឈ្មោះមួយណាអ្នកគ្នាពេញចិត្តគឺយើងអាច copy យកមកប្រើប្រាស់បានបាទអញ្ចឹងការប្រើ DeepSeek នេះគឺវាល្អមែនតើវាជំនួយយើងច្រើនបាទអញ្ចឹងក្នុងករណីដែលយើងអត់ចេះអង់គ្លេសវាយចេញជា prompt មកវាបាទអញ្ចឹងអ្នកគ្នាអាចប្រើកម្មវិធីរបស់យើងមកបាទយើងរកកម្មវិធីនិយាយខ្មែរបាទយើងចង់ដឹងថាតើ AI DeepSeek វា support ជាមួយភាសាខ្មែរអត់ណាបាទឥឡូវយើងបំបើកកម្មវិធីខ្មែរ voice typing បាទឥឡូវចុចមួយមកបាទយើងចុចហើយយើងធ្វើការនិយាយមកបាទរួចអ្នកគ្នាធ្វើការ copy ភាសាខ្មែរហ្នឹងយកទៅសួរវាមើលតើវាឆ្លើយបានអត់ណាបាទអញ្ចឹងអ្នកគ្នាធ្វើការផាសកន្លែងនេះមកបាទរួចអ្នកគ្នាធ្វើការចុចបញ្ជូនទៅបាទអញ្ចឹងវាមានសមត្ថភាពអាចដឹងថាយើងចង់សួរអីបាទទោះបីយើងសេខុសតិចតួចក៏វាអាចដឹងដែរបាទឥឡូវវាធ្វើការឆ្លើយហើយបាទអញ្ចឹងវានឹងបោះ list ជាឈ្មោះភាសាខ្មែរយើងបាទអញ្ចឹងបើយើងសួរខ្មែរវានិយាយខ្មែរបាទវា list ឆ្លើយជាខ្មែរបាទបើយើងនិយាយយើងសរសេរជាអង់គ្លេសវាបកជាអង់គ្លេសតោះតែយើងសរសេរបញ្ជាក់វាបាទសរសេរបញ្ជាក់វាថាឲ្យវា write in ខ្មែរគឺវា write in ខ្មែរបាទអញ្ចឹងវា support ភាសាខ្មែរបានទៀតបាទគឺយើងងាយស្រួលក្នុងការសរសេរអត្ថបទណានៅពេលដែលយើងចង់ផលិតជារឿងអីមួយនៅក្នុង YouTube យើងអាចបោះជាខ្មែរឲ្យវាសរសេរជាអត្ថបទខ្មែរហ្មងបាទ
ចឹងអានេះវាមានប្រយោជន៍មែនតើបាទអូខេអញ្ចឹងឥឡូវយើងធ្វើការចូលទៅកាន់ YouTube របស់យើងបាទដើម្បីធ្វើការបង្កើត channel បាទអញ្ចឹងអ្នកគ្នាចុចកន្លែង create channel នេះមកបាទរួចអ្នកគ្នាធ្វើការដាក់ឈ្មោះថ្មីមកបាទបាទអញ្ចឹងកន្លែង username នេះអ្នកគ្នាដាក់មិនក៏ដោយបាទអ្នកគ្នាធ្វើការដាក់សរសេរមិនក៏ដោយឲ្យវាតាក់ទងជាមួយនឹង channel របស់យើងណាបាទអញ្ចឹងយើងអាចសរសេរឲ្យដូចនឹង channel របស់យើងក៏បានដែរបាទឥឡូវខ្ញុំវាយដូច channel យើងបាទ MMO Creator Basic បាទអញ្ចឹងវាគ្រីសបែបនេះហើយបាទអ្នកគ្នាអាចចុច create channel មកបង្កើត channel បានហើយអ្នកគ្នាចង់ដាក់រូបភាពនៅលើ cover ឬក៏ដាក់រូបភាពឲ្យ channel យើងចុច customize channel បាទបន្តមកទៀតអ្នកគ្នាចុចកន្លែង continue នេះមកដើម្បីចូលទៅកាន់ YouTube Studio បាទអញ្ចឹងកន្លែងនេះយើងអាចធ្វើការដាក់រូបភាពបានបាទហើយកន្លែងនេះយើងដាក់ cover បាទអញ្ចឹងយើងមើលមកក្រោមទៀតបាទមកក្រោមនេះគឺ description បាទអញ្ចឹងកន្លែងនេះអ្នកគ្នាអាចវាយជាអក្សរដើម្បីពិពណ៌នាពី channel របស់យើងបាទអញ្ចឹងបើអ្នកគ្នាពិបាកក្នុងការសរសេរអីអ្នកគ្នាអាចឲ្យ DeepSeek ជួយសរសេរឲ្យបាទឥឡូវខ្ញុំនិយាយជាភាសាខ្មែរដើម្បីឲ្យវាជួយសរសេរឲ្យបាទអញ្ចឹងយើង generate មកបានហើយយើងធ្វើការ copy ដើម្បីយកឲ្យ DeepSeek ធ្វើការសរសេរឲ្យយើងទៅបាទអញ្ចឹងឥឡូវនេះ DeepSeek បានសរសេរជា description ឲ្យយើងហើយយើងអាចយកទៅប្រើប្រាស់បានបាទអញ្ចឹងយើងផ្ទៀងផ្ទាត់មើលតើវាសរសេរត្រូវឬខុសបាទបន្តមកអ្នកគ្នាធ្វើការ copy អត្ថបទហ្នឹងបាទត្រឹមកន្លែងសូមស្វាគមន៍នេះបាទអញ្ចឹងយើងធ្វើការ copy យកទៅប្រើមកបាទអញ្ចឹងយើងយកទៅដាក់នៅកន្លែង description របស់យើងបាទអញ្ចឹងវាសរសេរថាសូមស្វាគមន៍មកកាន់ channel អញ្ចឹងកន្លែងនេះវាយើងដាក់ឈ្មោះ channel របស់យើងមកបាទអញ្ចឹង channel យើងឈ្មោះ MMO Creator Basic អញ្ចឹងយើងវាយតាមនឹងមកបាទអូខេអញ្ចឹងយើងអត់ពិបាកទេដោយសារយើងមាន DeepSeek ក្នុងការជំនួយការងាររបស់យើងណាបាទអញ្ចឹងយើងសរសេរយើងដាក់ប៉ុណ្ណឹងបានហើយអ្នកគ្នាអាចធ្វើការចុច public មកបាទបាទឥឡូវនេះ channel របស់យើងគឺមាន description អីត្រឹមត្រូវហើយបាទសម្រាប់ឲ្យអ្នកតាមដានគាត់មើលបាទបន្តមកទៀតយើងប្រើ DeepSeek ធ្វើឲ្យទៀតបាទ
យើងក៏អាចប្រើ DeepSeek នឹងដើម្បីបង្កើតជាសាច់រឿងបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំធ្វើវីដេអូមួយទាក់ទងនឹងការសម្រាយពីប្រវត្តិរបស់អ្នកវិទ្យាសាស្ត្រ Albert Einstein បាទអញ្ចឹងឥឡូវខ្ញុំនឹងបង្កើតសាច់រឿងនឹងឲ្យ DeepSeek ជាអ្នកបង្កើតបាទអញ្ចឹងខ្ញុំសួរវាដើម្បីទាញយកទិន្នន័យទាំងអស់ពី Albert Einstein បាទអូខេអញ្ចឹងឥឡូវនេះ DeepSeek កំពុងធ្វើការស្រង់យកទិន្នន័យក៏ដូចជាចងក្រងនៅឯកសារទាំងអស់ដែលតាក់ទងជាមួយនឹងលោក Albert Einstein ហើយបាទអញ្ចឹងយើងមានទិន្នន័យគ្រប់គ្រាន់ហើយយើងអាចផលិតចេញជា content របស់យើងបានបាទបើសិនបើយើងធ្វើ content តាក់ទងជាមួយនឹងការសម្រាយជារឿងវិទ្យាសាស្ត្រអីបាទអូខេអានេះវាជាconcept វាជាគំនិតមួយក៏ដូចជាការប្រើប្រាស់នៅបច្ចេកវិទ្យាសម័យថ្មីដើម្បីជំនួយដល់ការងារយើងណាបាទអូខេអញ្ចឹងមេរៀនក្រោយអ្នកនរគ្នានឹងបានរៀនពីការផលិតជាសាច់រឿងតែម្ដងបាទ